អាស៊ានគឺយើងមិនដាច់ខាតគឺយើងមិនយកវាយកមកប៉ះចន្ទដីរបស់យើងទេយើងស្អប់អាស៊ានស្អប់ទាំងសម្ភារៈវាទាំងអស់ចឹងទេតែអំពាវនាវដល់បងប្អូនទាំងអស់បើមានកូនចៅពុកម៉ែបងប្អូនកូនចៅទាំងអស់តែអ្នកខ្លះជួនកាលអាចមិនយល់គាត់លួចចូលទៅធ្វើការនៅទឹកដីថៃទៀតអញ្ចឹងទេគឺសុំពុកម៉ែបងប្អូនទាំងអស់ដែលមានកូនមានចៅដែលលួចទៅធ្វើការចូលទៅដីសៀមទៀតបើសិនជាមានហាមឃាត់ដាច់ខាតព្រោះឥឡូវនេះវាកំពុងតែធ្វើបាបបងប្អូនដែលពលករយើងធ្វើការនៅប្រទេសសៀមវាកំពុងតែធ្វើបាបហើយសំខាន់បំផុតវាធ្វើបាបតែខ្មែរយើងនៅពលករនៅមួយចំណែកណាបើឥឡូវឃើញចេញមកបានច្រើនហើយអញ្ចឹងអ្នកដែលបានមកហើយរួចផុតពីអកញ្ញំពួកអាស៊ានហើយកុំឲ្យនាំគ្នាលួចចូលទៅទៀតការងារនៅប្រទេសកម្ពុជាយើងគឺនៅច្រើនណាស់អញ្ចឹងទេបានខ្ញុំតែងតែតាំងពីដើមគឺយើងមានក្រសួងការងារយើងឲ្យបង្កើតនៅតាមខេត្តក្រសួងការងារគេមាននៅមជ្ឈិមហើយប៉ុន្តែតាមខេត្តក៏យើងមានក្រសួងការងារដែរគឺមានគ្រប់ខេត្តទាំងអស់គួរតែឲ្យមាននៅក្រសួងការងារហ្នឹងយើងបើកស្នាក់ការមួយជួនកាលប្រជាពលរដ្ឋនៅតាមជនបទគាត់អត់ស្គាល់ថាភ្នំពេញនៅកន្លែងណារោងចក្រនៅកន្លែងណាខ្វះខាតយើងចេះតែស្រែកថាខ្វះខាតធៀបពិតខ្វះខាតមែនប៉ុន្តែឲ្យប្រជាជនខ្លះគ្នាអត់ស្គាល់នៅភ្នំពេញអត់ស្គាល់រោងចក្រណាដែលមានការខ្វះខាតទេអញ្ចឹងគឺឲ្យសុំស្នើព្រោះនិយាយបុកបងនេះសុំស្នើឲ្យក្រសួងការងារបង្កើតការិយាល័យមួយគឺបងប្អូនណាដែលត្រូវការទៅធ្វើការតាមលទ្ធភាពសមត្ថភាពរបស់ខ្លួនអាចទៅធ្វើការរោងចក្រឬអាចទៅធ្វើឯកទេសអីផ្សេងមកចុះឈ្មោះនៅកន្លែងហ្នឹងសុំសំណុំពរពីលើវេទិកានេះទៅតែម្ដងហើយខេត្តក៏ដូចគ្នាគឺគ្រប់ខេត្តទាំង25ខេត្តក្រុងកុំដឹកឲ្យយកទៅទុកចោលដឹកឲ្យយកទៅទុកចោលឲ្យគ្នារកការងារខ្លួនឯងមិនដឹងទៅរកនៅទីណាទេទាំងគេទឹកខ្ញុំចឹងទេគឺសំណុំពរក្រសួងការងារសូមឲ្យធ្វើឲ្យបានគ្រប់25ខេត្តក្រុង